សៀមនេះមិនមែនជាជនជាតិនៅលើទឹកដីសៀមសប្តាហ៍ថ្ងៃទេជាជនជាតិដែលមកពីប្រទេសចិនខេត្តយូណានសៀមនេះក្រុមកុលសម្ព័ន្ធជាចៅទាំងប្រុសទាំងស្រីរបស់របរស៊ីធ្វើចៅចូលទៅរុករៀនទន្ទ្រានប្រជាបរិទ្ធចិននៅខេត្តយូណានណាក៏រដ្ឋាភិបាលនៃប្រទេសចិនហ្នឹងគេចាត់វិធានការគេកម្ចាត់ដេញចេញពីស្រុកទេអត់ឲ្យនៅម្ល៉េះជនជាតិសៀមនេះក៏ធ្វើអន្តោប្រវេសន៍ចេញពីខេត្តយូណានមកអន្តោប្រវេសន៍គឺចេញមករកទីតាំងភូមិករនៅថ្មីក៏ដល់អន្តោប្រវេសន៍មកដល់មកនៅលើទឹកដីកម្ពុជាអញ្ចឹងណាដីសៀមសប្តាហ៍ថ្ងៃនេះដីកម្ពុជាយើងពីសង្គមណាបងហើយនឹងដីរបស់មោនប្រទេសមោនមួយសៀមលេបអស់ជនជាតិមោនហើយនឹងទឹកដីកម្ពុជាទឹកដីកម្ពុជាយើងវាយកបាន37ខែសប្តាហ៍ថ្ងៃនេះយ៉ាងបើច្រើនជាងដីយើងដែលសេសសល់តែ25ខែក្រុងទេហើយ25ខែក្រុងនេះมันជាធំប្រមាណទេតូចបោកខេត្តដែលវាយកឲ្យធំណាបងមានវិសាលភាពធំបានទាំងប្រាសាទបុរាណយើងប្រាសាទដែលសាងពីថ្មពីអត់ដែលប្រាសាទនៅលុបបូរីនៅភីម៉ាយនៅអង្គររាជសាតែប្រាសាទយើងទាំងអស់នេះសំជរៀបញញៀតចឹងតែរឿងអតីតកាលយើងខ្មែរអត់បានគិតទេថាវាកន្លងហួសទៅហើយក៏សុខចិត្តនៅស្ងៀមដែរបើឡូវមហិច្ឆតារបស់សៀមមិនស្ងប់ចង់បានលេបទឹកដីយើងឲ្យអស់ថ្មងបងហើយញញែតមើលមកតែខ្មែរសូរ៉ែនខ្មែរស៊ីសកេតខ្មែរអង្គររាជខ្មែរប្រជានសោះតែខ្មែរទាំងអស់ដែលសៀមវាមកយកទៅត្រួតត្រាខ្មែរទាំងអស់នោះនៅក្រោមការគ្រប់គ្រងរបស់សៀមមិនដឹងទៅណាបើភូមិកំណើតខ្លួននឹងណាក៏នៅទៅញោមទៅសរិនអីទៅបើមិននិយាយខ្មែររញោនេះភាសាខ្មែរបើទៅបរិរាមទៅអង្គររាជអីណាសត្វតែខ្មែរញ៉ាតមកសុំលើកប្រវត្តិរបស់សៀមណាគឺមិនចាប់តែបើចង់លេបយកទឹកដីយើងឲ្យអស់លលីហើយពីមុនមានកម្ពុជាក្រោមខ្មែរក្រោមខ្មែរកណ្ដាលខ្មែរលើឥឡូវចង់លេបខ្មែរកណ្ដាលឲ្យអស់លលីងកុំឲ្យមានខ្មែរកណ្ដាលទៀតមកនេះវត្ថុបំណងរបស់សៀមនោះបងម្ល៉េះឲ្យការរើរុះស្រុកទេ